គណៈពេលដែលការតវ៉ាកំពុងតែប្រព្រឹត្តទៅយ៉ាងសកម្មនៅក្នុងប្រទេសអ៊ីរ៉ង់ហើយគឺមិនមានសញ្ញានៃភាពថមថយសោះពីមួយថ្ងៃទៅមួយថ្ងៃរីឯសហរដ្ឋអាមេរិកឯណោះវិញក៏បានគម្រាមប្រើអន្តរាគមន៍យោធាមកលើប្រទេសនេះបាទខណៈពេលដែលសហរដ្ឋអាមេរិកគម្រាមប្រើអន្តរាគមន៍យោធាមកលើប្រទេសអ៊ីរ៉ង់នេះដោយផ្ទាល់អ៊ីស្រាអែលនោះវិញគឺមានការព្រួយបារម្ភយ៉ាងខ្លាំងដោយអ៊ីស្រាអែលនឹងឯងបានដាក់កងកម្លាំងប្រដាប់អាវុធរបស់ខ្លួននឹងហើយស្ថិតនៅក្នុងប្រុងជើងការខ្ពស់តែម្ដងព្រោះខ្លាចថានៅពេលដែលសហរដ្ឋអាមេរិកបានបើកការវាយប្រហារមកលើប្រទេសអ៊ីរ៉ង់នេះប្រទេសអ៊ីរ៉ង់មកតែកំណត់គោលដៅយោធាមកលើប្រទេសអ៊ីស្រាអែលនឹងមុនគេតែម្ដងបាទចំណែកឯប្រទេសអ៊ីរ៉ង់វិញបន្ទាប់អំពីសហរដ្ឋអាមេរិកបានគម្រាមប្រើអន្តរាគមន៍យោធាមកលើប្រទេសនេះអ៊ីរ៉ង់ខ្លួនឯងវិញក៏មិននៅស្ងៀមដែរទាំងអស់គ្នាបានប្រកាសឲ្យកងកម្លាំងប្រដាប់អាវុធរបស់ខ្លួនទាំងអស់ស្ថិតនៅក្នុងប្រុងជើងការខ្ពស់ដើម្បីទប់ទល់ជាមួយនឹងការវាយប្រហារណាមួយពីសហរដ្ឋអាមេរិកដែលអាចនឹងកើតមានឡើងនៅពេលថ្មីៗខាងមុខនេះបើយោងទៅតាមកាសែត The Star មកពីអ៊ីស្រាអែលនឹងបានឲ្យដឹងថាអ៊ីស្រាអែលគឺកំពុងតែដាក់កងកម្លាំងប្រដាប់អាវុធរបស់ខ្លួនឲ្យស្ថិតនៅក្នុងប្រុងជើងការខ្ពស់បំផុតបន្ទាប់អំពីសហរដ្ឋអាមេរិកនឹងបានគម្រាមវាយប្រហារមកលើប្រទេសអ៊ីរ៉ង់ចំណែកឯប្រធានាធិបតីរបស់ប្រទេសអ៊ីរ៉ង់នោះវិញក៏មិនថាត់នៅស្ងៀមដែរទាំងអស់គ្នារងការគំរាមកំហែងពីសហរដ្ឋអាមេរិកផងនិងអ៊ីស្រាអែលផងប្រធានាធិបតីអ៊ីរ៉ង់នឹងឯងបានចេញមកគំរាមទៅកាន់សហរដ្ឋអាមេរិកនិងអ៊ីស្រាអែលវិញថាប្រសិនបើសហរដ្ឋអាមេរិកបានកំណត់គោលដៅយោធាមកលើប្រទេសរបស់ខ្លួនមែនណាទាំងអ៊ីស្រាអែលនិងសហរដ្ឋអាមេរិកនឹងប្រកាសខ្លាយទៅជាគោលដៅនៃការវិប្រារបស់ប្រទេសអ៊ីរ៉ង់វិញជាមិនខានបន្ទាប់អំពីការប្រមាននេះរួចមកអ៊ីស្រាអែលនឹងក៏បានជូនដំណឹងទៅកាន់កងកម្លាំងប្រដាប់អាវុធទាំងអស់របស់ខ្លួនឲ្យស្ថិតនៅក្នុងប្រុងជើងការខ្ពស់បំផុតបាទឥឡូវនេះដល់វគ្គគម្រាមគ្នាទៅវិញទៅមកហើយអ្នកទាំងអស់គ្នាហើយយើងចាំមើលទាំងអស់គ្នាថាតើសហរដ្ឋអាមេរិកនឹងបើកការវាយប្រហារមកលើប្រទេសអ៊ីរ៉ង់មែនឬក៏អត់បាទហើយប្រសិនបើអន្តរាគមន៍យោធារបស់សហរដ្ឋអាមេរិកមកលើប្រទេសអ៊ីរ៉ង់មែនណាទាំងអស់គ្នាខ្ញុំជឿជាក់ថាប្រទេសនេះក៏មិននៅស្ងៀមដែរអ្នកទាំងអស់គ្នាដង្ហើមចុងក្រោយនៃភាពតច្រករបស់ប្រទេសនេះប្រកាសជាបើកការវាយប្រហារមកលើអ៊ីស្រាអែលឬក៏សហរដ្ឋអាមេរិកវិញជាមិនខានទោះការវាយប្រហាររបស់ខ្លួននោះគឺមិនបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់អ៊ីស្រាអែលឬក៏សហរដ្ឋអាមេរិកក៏ដោយក៏ប្រទេសនេះគឺសម្រាប់ចាត់បើកការវាយប្រហារដែរអ្នកទាំងអស់គ្នាពីព្រោះតែតច្រកទៅហើយបើមិនវាយប្រហារជាលើកចុងក្រោយទេក៏មិនដឹងធ្វើយ៉ាងម៉េចដែរអ្នកទាំងអស់គ្នាព្រោះតែតច្រកបាត់ទៅហើយនោះបាទកាលពីមុនមកគឺការគម្រាមរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកហ្នឹងគឺមិនច្បាស់ទេអ្នកទាំងអស់គ្នាបន្ទាប់អំពីមានហេតុការណ៍បាញ់សម្លាប់របស់ប្រជាពលរដ្ឋអ៊ីរ៉ង់នេះឯងកើតឡើងជាលំដាប់ជាហូរហែសម្រាប់ប្រជាជនអស់យ៉ាងច្រើនបែបនេះទៅការគម្រាមហ្នឹងកាន់តែច្បាស់ឡើងបាទដោយសហរដ្ឋអាមេរិកនឹងឯងបានគម្រាមប្រើអន្តរាគមន៍យោធាមកលើប្រទេសអ៊ីរ៉ង់នេះតែម្ដងបាទអានឹងច្បាស់ណាស់អ្នកទាំងអស់គ្នាហើយកាលពីពេលថ្មីៗក៏ឡងទៅនេះទៀតបាទដោយរដ្ឋាភិបាលរបស់សហរដ្ឋអាមេរិកនឹងឯងបាននិយាយថាខ្លួននឹងមិនបញ្ជូនកងទ័ពរបស់ខ្លួនទៅកាន់ទឹកដីរបស់ប្រទេសអ៊ីរ៉ង់នេះដោយផ្ទាល់ទេបាទក៏ប៉ុន្តែនឹងសម្រេចចិត្តបើកការវាយប្រហារដោយផ្ដោតទៅលើស្ថាប័នរបស់ប្រទេសអ៊ីរ៉ង់និងគោលដៅយោធាហើយនឹងបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ប្រទេសនេះជាមិនខានបាទហើយនឹងការបញ្ជាក់អំពីសហរដ្ឋអាមេរិកបាទនៅថ្ងៃនេះតែម្ដងគឺថ្ងៃទី12ខែមករាឆ្នាំ2026បាទប្រហែលជាសហរដ្ឋអាមេរិកនឹងបើកប្រតិបត្តិការវាយប្រហារតាមផ្លូវអាកាសមកលើប្រទេសនេះបាទដោយផ្ដោតគោលដៅទៅលើស្ថាប័នរបស់ប្រទេសនេះនិងទីតាំងយោធារបស់ប្រទេសនេះឲ្យខ្ទេចខ្ទីបាទបន្តអំពីប្រធានាធិបតីសហរដ្ឋអាមេរិកនឹងបានប្រមានបែបនេះមកកាន់ប្រទេសអ៊ីរ៉ង់នៅថ្ងៃនេះតែម្ដងក្រសួងការបរទេសរបស់ប្រទេសអ៊ីរ៉ង់នឹងបានចេញមកថ្កោលទោសចំពោះសេចក្តីថ្លែងការណ៍របស់ប្រធានាធិបតីសហរដ្ឋអាមេរិកដូណាល់ត្រាំដែលលោកបាននិយាយថាការគម្រាមបែបនេះពីសំណាក់លោកដូណាល់ត្រាំនឹងធ្វើឲ្យស្ថានភាពកាន់តែអាក្រក់ខ្លាំងទៅហើយនឹងធ្វើឲ្យប្រជាពលរដ្ឋរបស់ប្រទេសអ៊ីរ៉ង់នេះកាន់តែបានចិត្តធ្វើបាតកម្មគម្រាមកំហែងដល់រដ្ឋាភិបាលរបស់ខ្លួនរដ្ឋមន្ត្រីក្រសួងការបរទេសរបស់ប្រទេសអ៊ីរ៉ង់ក៏បានបន្តទៀតថាការបង្ហាញអំពីចេតនារបស់សហរដ្ឋអាមេរិកបែបនេះគឺបង្ហាញថាសហរដ្ឋអាមេរិកនឹងបានចាត់ទុកអ៊ីរ៉ង់គឺជាសត្រូវរបស់ខ្លួនហើយអ៊ីរ៉ង់នឹងឯងនឹងឆ្លើយតបយ៉ាងខ្លាំងក្លាចំពោះសហរដ្ឋអាមេរិកវិញហើយយើងចាំមើលទាំងអស់គ្នាថាតើសហរដ្ឋអាមេរិកនឹងបើកអន្តរាគមន៍យោធាមកលើប្រទេសអ៊ីរ៉ង់មែនឬក៏អត់បាទប្រសិនបើសហរដ្ឋអាមេរិកសម្រេចប្រើអន្តរាគមន៍យោធាមកលើប្រទេសអ៊ីរ៉ង់មែនណាទាំងអស់គ្នាអ៊ីរ៉ង់នេះក៏មិនចូលនៅស្ងៀមដែរណាទាំងអស់គ្នាដោយរដ្ឋាភិបាលរបស់ប្រទេសនេះនឹងប្រើប្រាស់ឱកាសចុងក្រោយនេះបើកការវាយប្រហារពេញទំហឹងមកលើអ៊ីស្រាអែលនិងសហរដ្ឋអាមេរិកវិញជាមិនខានបាទដល់ពេលនោះសង្គ្រាមច្បាស់ជាផ្ទុះឡើងជាមិនខាន
រីឯចំនួនអ្នកស្លាប់បាត់បង់ជីវិតនៅក្នុងអំឡុងពេលធ្វើបាតកម្មតវ៉ាទូទាំងប្រទេសដើម្បីផ្ដួលរំលំរបបផ្ដាច់ការមួយនេះចោលឥឡូវនេះគឺមានចំនួនកើនឡើងរហូតដល់500នាក់ហើយបាទនេះបើគិតត្រឹមថ្ងៃទី12ខែមករាឆ្នាំ2026នេះបាទហើយចំនួននេះអាចនឹងកើតមានតទៅទៀតអ្នកទាំងអស់គ្នាបើលេងសត្វតាបើការបាញ់ប្រាណឲ្យកំភ្លើងយន្តមកកាន់ប្រជាពលរដ្ឋណោះបាទហើយអញ្ចឹងហើយប្រជាពលរដ្ឋតវ៉ាហ្នឹងគឺមិនមានកំភ្លើងអីកាន់នឹងដៃសោះចំណែកអាជ្ញាធរវិញមានកំភ្លើងក្រុមដៃដល់ពេលបើការបាញ់ប្រាសត្វតែកំភ្លើងយន្តបែបនេះមកលើប្រជាពលរដ្ឋខ្លួនឯងបែបនេះมันស្លាប់ច្រើនទៅចម្លែកបាទ